សួស្តីអ្នកទាំងអស់គ្នាតើអ្នកមានដែលចាប់អារម្មណ៍ទេថាមួយរយៈពេលចុងក្រោយនេះជីវិតយើងហាក់ដូចជាកំពុងរត់តាមអ្វីម្យ៉ាងមិនឈប់ឈរជារៀងរាល់ថ្ងៃពួកយើងកំពុងតែវិវត្តរត់តាម trending ដែលដូរស្ទើរតែរាល់ម៉ោងនិងរវល់តែចំណាយពេល follow ជីវិតរបស់ creator ផ្សេងៗនៅក្នុង social media រហូតដល់ជួនកាលពួកយើងភ្លេចសួរខ្លួនឯងថាចុះជីវិតពិតប្រាកដរបស់ខ្លួនឯងនៅឯណាតើដល់ពេលដែលយើងត្រូវដកឃ្លាហើយត្រឡប់មក follow ក្តីសម័យខ្លួនឯងវិញហើយឬនៅក្នុងសម័យ digital នេះអន្ទាក់ដ៏ធំបំផុតដែលលួចពេលវេលារបស់យើងគឺការដែលយើងវិវត្តនឹង trending ហើយរវល់តែតាម follow ផ្នត់គំនិតឬជីវិតជោគជ័យរបស់ creator អ្នកដទៃយើងមើលឃើញគេរីកចម្រើនយើងមើលឃើញគេមានទម្រង់ជីវិតល្អរហូតដល់យើងភ្លេចកសាងទម្រង់ជីវិតខ្លួនឯងកុំបណ្ដោយឲ្យកញ្ចក់ទូរស័ព្ទក្លាយជាគុកងឹតដែលឃុំឃាំងសក្តានុពលរបស់អ្នកឈប់ធ្វើជាអ្នកមើលហើយងាកមកធ្វើជា creator នៃខ្សែជីវិតខ្លួនឯងវិញម្ដងតើអ្នកដែលមានអារម្មណ៍ថាខ្លួនឯងហត់ឬអត់ហើយហត់ដោយសារអ្វីវាគឺដោយសារតែភ្នែកនិងខួរក្បាលរបស់យើងកំពុងតែវិវត្តរត់តាម trending ពេកហើយមួយថ្ងៃរវល់តែ follow មើលសកម្មភាព creator នេះផង creator នោះផងរហូតដល់ដឹងខ្លួនឡើងហួសពេលបាត់ថ្ងៃនេះខ្ញុំចង់មកចែករំលែកពីអារម្មណ៍ពិតមួយនេះហើយចង់បបួលអ្នកទាំងអស់គ្នាបិទ screen មួយផ្លែតរួចមកជជែកគ្នាពីរបៀបទាញយក focus របស់ខ្លួនឯងមកវិញតើអ្នកដែលមានអារម្មណ៍ថាខ្លួនឯងហត់ឬអត់ហត់ទាំងដែលថ្ងៃខ្លះយើងមិនទាន់ធ្វើការងារធំដុំកំពូលនៃផងនឹងគ្រាន់តែបើកភ្នែកឡើងដែលលោកប៉ះទូរស័ព្ទអូចុះអូសឡើងនឹងខ្លួនឡើងថ្ងៃត្រង់បាត់នៃក៏រៀងស្រវាងខួរក្បាលក៏រៀងតានតឹងបើអ្នកកំពុងជួបអារម្មណ៍នឹងថ្ងៃនេះខ្ញុំចង់បបួលអ្នកទាំងអស់គ្នាដកឃ្លាមួយផ្លែតបិទ screen រួចជជែកគ្នាពីការពិតមួយដែលពួកយើងកំពុងជួបពួកយើងកំពុងតែវិវត្តនឹង trending ហើយរវល់តែតាម follow creator រហូតដល់ភ្លេចសាងជីវិតខ្លួនឯងពាក្យថាវិវត្តនឹង trending វាគួរឲ្យខ្លាចណាស់នៅក្នុងពិភព social media អ្វីៗដូចលឿនស្ទើរតែរាល់ម៉ោងរឿង drama មួយនេះមិនទាន់ចប់ផងព័ត៌មានថ្មីមួយទៀតក៏កើតឡើងបាត់ហើយចិត្តរបស់យើងគឺរត់តាមចរន្តអស់ទាំងនោះដោយមិនដឹងខ្លួនព្រោះតែរោគសញ្ញាមួយដែលគេហៅថា FOMO ឬការខ្លាចមិនទាន់គេខ្លាចនិយាយជាមួយគេមិនកើតប៉ុន្តែលទ្ធផលចុងក្រោយគឺចិត្តយើងអន្ទះអន្ទែងបាត់បង់ focus លើការងារស្នូលនិងគោលដៅពិតប្រាកដក្នុងជីវិតហើយចំណុចមួយទៀតគឺការដែលយើងរវល់តែតាម follow creator មែនហើយការមើលគេវាគ្មានអ្វីខុសទេជួនកាលវាជា motivation ប៉ុន្តែនៅពេលដែលយើងចំណាយពេលច្រើនម៉ោងពេកទៅមើលជីវិតដ៏ល្អឥតខ្ចោះរបស់គេមើលគេទិញឡានទិញផ្ទះជោគជ័យដឹងគេថាមានអ្វីកើតឡើងជំរឿចិត្តយើងចាប់ផ្ដើមបង្កើតការប្រៀបធៀបយើងចាប់ផ្ដើមតូចចិត្តនឹងវាសនាខ្លួនឯងការពិតដ៏ជូរចត់មួយគឺនៅពេលដែលយើងរវល់តែធ្វើជា follower លើខ្សែជីវិតរបស់អ្នកដទៃពួកយើងកំពុងតែបោះបង់ឱកាសធ្វើជា creator លើវាសនាខ្លួនឯងហើយត្រឡប់មកមើលការពិតវិញជីវិតពិតវាមិនមែនស្ថិតនៅលើកញ្ចក់ទូរស័ព្ទឡើយគ្រួសាររបស់យើងបញ្ហាប្រឈមប្រចាំថ្ងៃសម្ពាធសេដ្ឋកិច្ចឬសូម្បីតែបំណុលធនាគារដែលយើងត្រូវរែកពន្ធរឿងទាំងនេះទាមទារថាមពលនិង focus ដ៏ពិតប្រាកដពីយើងដើម្បីដោះស្រាយប្រសិនបើចិត្តយើងនៅតែវិលវល់តាមអនឡាញគ្រឹះជីវិតពិតរបស់យើងនឹងរង្គោះរង្គើខ្ញុំតែងតែរំលឹកខ្លួនឯងជានិច្ចថាមនុស្សដែលកំពុងតែលងទឹកឬទន់ជ្រាយមិនអាចហុចដៃទៅជួយអ្នកដទៃបានឡើយបើខ្ញុំចង់ក្លាយជាបង្ងាយដ៏រឹងមាំសម្រាប់គ្រួសារមនុស្សដែលខ្ញុំស្រឡាញ់ខ្ញុំត្រូវតែធ្វើឲ្យខ្លួនឯងមានលំនឹងនិងជោគជ័យជាមុនសិនហើយបើសួរថាចុះបើស្ថានភាពជាវិញខ្លួនវាវឹកវរពេកតើត្រូវធ្វើដូចម្តេចសម្រាប់ខ្ញុំវិធីដែលល្អបំផុតគឺយុទ្ធសាស្ត្រដកឃ្លាការដកខ្លួនចេញពីភាពវឹកវរអនឡាញឬរឿងរ៉ាវដែលមិនមែនជាគោលដៅរបស់យើងមិនមែនជាភាពកំសាន្តឬការចោទចាញ់ទេប៉ុន្តែវាគឺជាការសន្សំថាមពលចិត្តដូចជារូបខ្ញុំផ្ទាល់ខ្ញុំជ្រើសរើសយកហាងកាត់សក់តូចមួយរបស់ខ្ញុំធ្វើជាមន្ទីរការពារសន្តិភាពនៅទីនេះខ្ញុំបិទទ្វារពីពិភពខាងក្រៅរួចបើកទ្វារបេះដូងខ្លួនឯងដើម្បីផ្ដោតលើការងារនិងការអភិវឌ្ឍ mindset ផ្ទាល់ខ្លួនរាល់ពេលដែលខ្ញុំកាន់កន្ត្រៃសម្លេងកន្ត្រៃបានក្លាយជាតន្ត្រីព្យាបាលចិត្តលុបបំបាត់រាល់សម្ពាធទាំងឡាយចោលខ្ញុំដកថយមួយជំហាននៅថ្ងៃនេះដើម្បី
ត្រៀមខ្លួនដើរទៅមុខដប់ជំហាននៅថ្ងៃស្អែកថ្ងៃនេះដល់ពេលដែលយើងត្រូវឈប់រត់តាម trending របស់ creator ហើយត្រឡប់មកកសាង trend នៃភាពជោគជ័យផ្ទាល់ខ្លួនឡើងវិញមុននឹងបញ្ចប់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកល្បងងាកទៅមើលកញ្ចក់ឬប្រាប់ខ្លួនឯងដោយស្នាមញញឹមថាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងឈប់រវល់តាមមើលជីវិតគេហើយខ្ញុំនឹងយកពេលវេលាមកកសាងជីវិតខ្លួនឯងឲ្យល្អបំផុតវិញហើយឆ្នាំ2026នេះទៅតែជាឆ្នាំនៃសេរីភាពនិងសន្តិភាពពិតប្រាកដរបស់ពួកយើងសូមអរគុណ